ស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកមកបង្ហាញទៅទល់ជាមួយនឹងការធ្វើវិក្យបត្រងាយៗចឹងអនុវត្តជាមួយខ្ញុំទាំងអស់គ្នាមុនដំបូងយើង select លើcolumn ឈ្មោះតំណែងហើយយើងទៅរក data យើងរកពាក្យថា data validation តោះមកយើង setting ហើយយកពាក្យ allow យើងរក list តោះមកទេយើងចុចសញ្ញាព្រួយដើម្បីទៅ select នៅឈ្មោះ product របស់យើងដែលយើងចង់បង្ហាញតទៅទៀតយើងចុចសញ្ញាព្រួយហើយអូខេនោះវានឹងបង្ហាញឈ្មោះផលិតផលរបស់យើងតាមតិចយើងចង់រកតម្លៃរាយហើយយើងគ្រាន់តែវាយសញ្ញាស្មើវាលុបអាប់ហើយគេមួយមកវានឹងបើកវាចោលហើយយើងចុចលើតម្លៃឈ្មោះផលិតផលខាងមួយទៅទៀតយើងទៅ select លើកាយរៀនឈ្មោះផលិតផលនិងតម្លៃទាំងអស់ហ្នឹងទៅទៀតយើង select លើនេះមួយដើម្បីដាក់ F4 ហើយយើងខាងមួយយើងចង់ឲ្យចេញត្រឡប់ទី2ហើយមកទៀតយើងត្រូវពាក្យថាfail exact ណាហើយពេលវាមកបិទមុខបញ្ចប់វិញនោះវានឹងចេញតម្លៃរបស់យើងបន្តមកទៀតយើងគ្រាន់តែអូវាមកប៉ុន្តែវាចេញដូចនេះពេលដែលវាមិនមានតម្លៃអញ្ចឹងខ្ញុំអត់ចង់បានដូចនេះខ្ញុំលុបចោលហើយធ្វើវាបន្តទៀតទៅជាមួយនោះហើយកុំឲ្យចេញពេលរើចេញនឹងមកយើងដាក់សញ្ញាស្មើវាថា if error ហើយត្រង់ចំណុចនេះយើងដាក់ code ដាក់បញ្ចប់មកពេលដែលយើងអូវាពេលនឹងអត់មានជាតម្លៃឬក៏ error ទេពេលដែលយើងដាក់ឈ្មោះវានឹងចេញជាហ្វូតូទៅទៀតយើងកើតជាតម្លៃសរុបយើងគុណយើងយកតម្លៃឯកតាគុណជាមួយនឹងតម្លៃរាយហើយពីថាជាការស្រេចតែពេលដូចគ្នាយើងពេលយើងអូសវាមានចេញជាerror តែអត់ចង់បានអត់មានតម្លៃឲ្យវាចេញទៅទេចង់ឲ្យវាចេញ error ទេខ្ញុំចង់តែដាក់ if error តាមចំណុចនេះហើយខាងមួយ copy ដងបិទចោលពេលដែលខ្ញុំពុះចឹងវាអត់មានចេញជា message អីទេពេលដែលយើងបញ្ចូលតម្លៃគឺចេញធម្មតាហើយពេលយើងដាក់តម្លៃតែត្រូវឆ្មាមួយតម្លៃរាយមួយ3000ចាំយើងយក2ចេញ1000តែយើងយកសរុបទាំងអស់ដាក់ស្មើវាសំបើបញ្ចប់យើង select ទាំងអស់មកបញ្ចប់រូបនេះដោយសារវាមានបញ្ហាត្រង់តែយើងដាក់ខុសយើងដាក់ខុសខ្សែយើងដាក់ខុសខ្សែចឹងទឹកប្រាក់សរុបគឺ6000រៀលហើយយើងយកមួយដែរចេញឲ្យយើងហ្វូតូមួយស្រុកពីនេះចឹងគឺការអនុវត្តការប្រើរូបមន្តដូចជាការធ្វើកាយបត្រក្នុងកម្មវិធី Excel គឺងាយស្រួល